បាទសួស្តីបងប្អូនទាំងអស់គ្នាលំហាត់នេះខ្ញុំបញ្យល់បងប្អូនអំពីរបៀបការគណនានៃអត្រាប្រូរប្រាក់បាទ exchange rate អត្រាប្រូរប្រាក់របស់យើងសប្តាហ៍នេះគឺមានការលក់ចេញនិងទិញចូលបាទឥឡូវខ្ញុំមានពីរតារាងនេះគឺតារាង income ការទិញចូលបាទអញ្ចឹងការទិញចូលរបស់យើងគឺក្នុង$1ស្មើនឹង4100រៀលលុយខ្មែរបាទបើលុយបាតវិញ10000លុយខ្មែរដូរបាន100បាតបាទឥឡូវនេះនៅខាងក្រោមនេះគឺយើងតារាងខាងក្រោមនេះគឺយើងមាន8200លុយខ្មែរយើងយកមកដូរជាដុល្លារបាទក្នុង$1 4100ចុះយើងមាន8200តើដូរបានប៉ុន្មានដុល្លារបាទអញ្ចឹងដើម្បីចង់ដឹងថាបានប៉ុន្មានដុល្លារគឺយើងត្រូវវាយស្មើនៅចំបន្លោះនឹងមកបន្តទៀតយើងយកលើម៉ៅយើងចុចទៅលើ8200នេះបាទរួចហើយយើងដាក់សញ្ញាចែកចុចទៅលើ keyboard ហ្នឹងដាក់សញ្ញាចែកបន្តទៀតយើងចុចទៅលើតម្លៃ$1គឺ4100បាទរួចហើយយើងចុច enter key បាទនោះនឹងចេញតម្លៃឲ្យយើងគឺ8200ដូរបាន$2បាទអញ្ចឹង8200គឺដូរបាន$2បាទតទៀតយើងចង់ដូរទៅរកលុយបាតក្នុង10000លុយខ្មែរយើងដូរបាន100បាតចុះយើងមាន8200តើយើងដូរបានប្រមាណបាតបាទអញ្ចឹងនៅទីតាំងឡើយនេះគឺយើងដាក់សញ្ញាស្មើបន្តមកទៀតយើងយកម៉ៅយើងចុចទៅលើតម្លៃលុយខ្មែរគឺ8200រួចហើយចុចលើ key ដាក់សញ្ញាចែករួចហើយយកម៉ៅយើងចុចទៅលើ100បាទតបទៀត enter បាទអញ្ចឹង8200នេះគឺយើងដូរបាន82បាតបាទ82បាតអញ្ចឹងខាងក្រោមទៀតបើសិនជាបងប្អូនចង់ឲ្យស្ទាត់បងប្អូនអាចធ្វើតទៅទៀតគឺម្ដងមួយពេលដែលយើងធ្វើអស់ទៅគឺយើងស្ទាត់ហើយបាទអញ្ចឹងយើងវាយស្មើមករួចហើយយកម៉ៅយើងចុចទៅលើ20000ចែកយកម៉ៅយើងចុចទៅលើ4100 enter បាទអញ្ចឹងយើងធ្វើរបៀបហ្នឹងតតែអស់លេខហ្នឹងទៅគឺយើងស្ទាត់តែម្ដងបាទ4100បាទស្មើចុចទៅលើតម្លៃហ្នឹងចែកជាមួយនឹង4100បាទស្មើចុចទៅលើតម្លៃហ្នឹងចែកជាមួយនឹង4100បាទគឺយើងធ្វើតតែអស់លំហាត់អស់លេខហ្នឹងទៅគឺយើងស្ទាត់ហើយបាទស្មើចុចទៅលើលុយខ្មែរទាំងអស់ដាក់សញ្ញាចែកចុចទៅលើ4100ស្មើចុចទៅលើលុយខ្មែរទាំងអស់មកដាក់ចែកចុចទៅលើ4100បាទនេះអញ្ចឹង400,000ចុងក្រោយនេះ400,000យើងដូរបាន$97.56សេនបាទអត់បាន$100ទេដោយសារ$4100បាទក្នុងលុយបាតអញ្ចឹងដែរគឺយើងត្រូវយកលុយខ្មែរណាស្មើលុយខ្មែរទាំងអស់មកចែកជាមួយនឹងតម្លៃលុយបាត enter បាទចែកជាមួយនឹងតម្លៃលុយបាតបាទអញ្ចឹងបើសិនជាបងប្អូនស្ទាត់រួចហើយចាំហើយអញ្ចឹងពិធីលឿនមួយទៀតគឺយើងអាចគណនាតែមួយខាងលើនេះយើងអាចទាញបានហើយបាទអញ្ចឹងខ្ញុំលុបចោលខ្ញុំធ្វើមួយរបៀបមួយទៀតអញ្ចឹងបើសិនជាចង់ឲ្យលឿនយើងមិនចង់គណនាម្ដងមួយវាយូរអញ្ចឹងយើងត្រូវប្រើវិធីមួយទៀតគឺយើងវាយស្មើចុចទៅលើលុយខ្មែរ8200ដាក់សញ្ញាចែកចុចទៅលើ4100បន្តទៀតយើងមើលលើ keyboard របស់យើងរកមើលពាក្យថា F4 បាទ F4 អញ្ចឹងយើងចុចឲ្យចំ F4 នេះមកបាទហើយ F4 នោះគឺយើងសម្រាប់ចងវាកុំឲ្យវាគណនាតែមួយប្រឡោះអញ្ចឹងយើងចងទៅពេលដែលយើងទាញដល់ណាគឺវាគណនាដល់ហ្នឹងបាទអញ្ចឹង enter មួយមកបាទអញ្ចឹង8200ដូរបាន$2បាទបន្តទៀត
យើងចុចទៅលើ$2 តម្លៃ$2នេះហើយដូចយើងយកមកយើងសេរីចំកន្លែង point នេះកន្លែង point កន្លែងចំនេះកន្លែងចែកនេះចុចឲ្យចំ point ហ្នឹងមកចេញសញ្ញាបូកខ្មៅចេះរួចហើយយើងចាប់ទាញមកបាទទាញមកក្រោមមកអញ្ចឹងនឹងគណនាឲ្យយើង direct តែម្ដងបាទហ្នឹងវិធីលឿនអញ្ចឹងមួយទៀតគឺយើងវាយស្មើចុចទៅលើលុយខ្មែរទាំងអស់ដាក់សញ្ញាចែករួចហើយចុចទៅលើតម្លៃលុយបាតនេះ100រួចហើយយើងចុច F4 នៅលើ keyboard របស់យើងដើម្បីចងវាបាទតទៅទៀតយើងចុច enter បាទអញ្ចឹងយើង8,200លុយខ្មែរដូរបាន82បាតយើងចុចឲ្យចំ82បាតរួចហើយយកមកយើងចុចឲ្យចំកន្លែងនេះកន្លែង point នេះអញ្ចឹងគឺសញ្ញាបូកខ្មៅរួចហើយយើងចាប់ទាញមកក្រោមមកអញ្ចឹងវានឹងគណនាឲ្យយើង direct តែម្ដងបាទនៅក្នុងតារាងមួយនេះនិយាយអំពីយកលុយដុល្លារដូរជាលុយខ្មែរវិញហើយយកលុយខ្មែរដូរជាលុយបាតបាទ2តង់បាទអញ្ចឹងយើងមាន$2យកដូរជាលុយខ្មែរក្នុង$1 4050រៀលចុះយើង$2យើងដូរបានប៉ុន្មានរៀលលុយខ្មែរបាទអញ្ចឹងកន្លែងនេះយើងដាក់ចុចលើទីតាំងឡើយហ្នឹងមករួចហើយដាក់សញ្ញាស្មើយកមកយើងចុចទៅលើតម្លៃ$2រួចហើយយើងយកមកគុណបាទនឹងតម្លៃ$1បាទចុច A4 ចង1បាទ enter អញ្ចឹង$2យើងដូរបាន8,100រៀលបាទ$2ចុះបើសិនកន្លែងនេះ$1វិញខ្ញុំដាក់$1វិញអញ្ចឹងតម្លៃវានឹងលោតមក4050រៀលលុយខ្មែរបើតម្លៃឡើយនេះខ្ញុំដាក់$2វិញអញ្ចឹងបាន8,100រៀលលុយខ្មែរបាទបន្តទៀតយើងយកលុយខ្មែរដូរលុយបាតទៀតក្នុង10000បានតែ95បាតទេចុះយើងមាន8,100រៀលលុយខ្មែរតើដូរបានប្រមាណបាតឡើយនេះដូរបានប្រមាណបាតអញ្ចឹងយើងដាក់សញ្ញាស្មើឡើយនឹងមកបន្តទៀតយើងចុចទៅលើ8,100រៀលលុយខ្មែរហើយយកមកចែកនឹង95បាទចុច A4 ចង1 enter បាទអញ្ចឹង8,100រៀលលុយខ្មែរយើងដូរបាន 85.26 បាតបាទអញ្ចឹងយើងចុចឲ្យចំ8,100ហើយសេរីចំ point នេះមកចាប់ទាញមកក្រោមមកអញ្ចឹងនឹងគណនាគុណឲ្យយើងចែកឲ្យយើងរ៉ាច់ឲ្យបាននេះបាទចុចចំចាប់ទាញមកបាទគឺវាចេញតំណ័យឲ្យយើងហើយតែម្ដងបាទអញ្ចឹងក្នុងលំហាត់នេះបង្ហាញអំពីអត្រាប្រូប្រាក់បាទ exchange rate យកលុយខ្មែរដូរជាដុល្លារយកលុយខ្មែរដូរជាលុយបាតតារាងនេះយកលុយដុល្លារដូរជាលុយខ្មែរយកលុយខ្មែរដូរជាលុយបាតដោយអត្រាប្រូប្រាក់នៅខាងលើនេះបាទ